បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់មកចែករំលែកបាទទាក់ទងទៅនឹងភាពខុសគ្នារវាង Windows Crate ហើយនិង Windows License បាទអញ្ចឹងមុននឹងបកស្រាយខ្ញុំសូមអធិស្ឋានទុកជាមុនប្រសិនបើខ្ញុំនិយាយទៅវាមិនត្រឹមត្រូវទាំងស្រុងមិនក្បោះក្បាយបាទទៅលើផ្នែកណាមួយដោយសារខ្ញុំក៏មិនមែនអ្នកជំនាញដែរគ្រាន់តែថាខ្ញុំអាចដឹងបានខ្លះដើម្បីយកមកចែករំលែកដល់បងប្អូនយើងពិសេសលោកគ្រូអ្នកគ្រូដែលយើងកំពុងតែប្រើប្រាស់កុំព្យូទ័ររាល់ថ្ងៃណាបាទយើងសួរថាអ្វីទៅជា Windows Crate អ្វីទៅជា Windows License អញ្ចឹងខ្ញុំសូមបញ្យល់ទ្រុសបាទតកតងទៅនឹងប្រព័ន្ធប្រតិបត្តិការរបស់កុំព្យូទ័រដែលយើងប្រើប្រាស់ទៅលើ Windows បាទនៅពេលដែលយើង set up Windows រួចឬក៏យើងឈប់កុំព្យូទ័ររួចបើជាទៅយើងអត់ធ្វើខ្លួនឯងទេព្រោះយើងអត់ចេះយើងយកឲ្យជាងធ្វើអញ្ចឹងទៅបាទឬក៏អ្នកខ្លះគាត់អាចមានចំណេះដឹងផ្នែកហ្នឹងក៏គាត់ធ្វើខ្លួនឯងអញ្ចឹងទៅបាទនៅពេលដែលយើង set up រួចគឺវាទាមទារ product key ឬក៏យើងហៅ serial key ឬក៏ license key ដែលជាអាជ្ញាប័ណ្ណស្របច្បាប់របស់ក្រុមហ៊ុន Microsoft អញ្ចឹងយើងតម្លើង Windows ហើយយើងត្រូវទិញអាជ្ញាប័ណ្ណស្របច្បាប់ដើម្បីប្រើប្រាស់ទៀតបើយើងអត់ទិញទេគឺយើងមុខងារមួយចំនួនគឺយើងប្រើប្រាស់អត់ពេញលេញទេបាទប៉ុន្តែដោយសារតែស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសយើងពិបាកក្នុងការទិញ license ដោយសារតែវាថ្លៃអញ្ចឹងការពេញនិយមរបស់ស្រុកយើងគឺយើងក្រេកប្រើបាទក្រេកហ្នឹងមានន័យថាបើយើងនិយាយប្រែមកថាបំបែកឬក៏យើងនិយាយឲ្យស្រួលស្ដាប់ទៅថាយើងលួចបាទលួចអាជ្ញាប័ណ្ណស្របច្បាប់របស់គេយកមកប្រើអញ្ចឹងនៅពេលដែលយើងនិយាយពាក្យថាលួចវាដឹងថាវាអត់សូវល្អហើយប៉ុន្តែដោយសារតែវាថ្លៃឬក៏ពិបាកក្នុងការស្វែងរក Windows License ហ្នឹងគឺហើយវាងាយស្រួលធ្វើទៀតគឺគេក្រេកប្រើបាទក្រេកទៅយើងអាចប្រើប្រាស់ក្នុងកំឡុងពេលណាមួយជាទូទៅគឺវាបាន6ខែឬក៏180ថ្ងៃហ្នឹងបាទជាទូទៅប៉ុន្តែពេលខ្លះក៏វាអាចនឹងមិនបានដល់ប៉ុណ្្នឹងទេវានឹងទៀមទាអញ្ចឹងទៅហើយបើសិនបើបងប្អូនអាប់ដេតអីទៀតទៅអាហ្នឹងវាចំនួនថ្ងៃរបស់វាអាចថយចុះអីតាមហ្នឹងបាទអញ្ចឹងនៅពេលដែលយើងក្រេកប្រើក៏វាប្រឈមនឹងហានិភ័យច្រើនដែរបាទអញ្ចឹងដើម្បីឲ្យច្បាស់យើងអាចចូលទៅកាន់ slide បន្ទាប់ដើម្បីខ្ញុំនឹងបញ្យល់បន្ថែមបាទអញ្ចឹងបើយើងនិយាយទៅលើ Windows License ឬក៏អាជ្ញាប័ណ្ណស្របច្បាប់របស់ក្រុមហ៊ុន Microsoft ហ្នឹងនៅពេលដែលយើង set up ហើយយើងដាក់ license key ហ្នឹងតើយើងទទួលបានអត្ថប្រយោជន៍អីខ្លះពីក្រុមហ៊ុនឬក៏សម្រាប់ខ្លួនយើងចំណេញអីខ្លះយើងទទួលបានអត្ថប្រយោជន៍យ៉ាងណាណាបាទទី1គឺតកតងទៅនឹងភាពផ្លូវការឬក៏ស្របច្បាប់បាទអញ្ចឹងនៅពេលដែលយើងទិញ license មកដាក់កុំព្យូទ័រយើងគឺយើងប្រើប្រាស់ហ្នឹងដោយស្របច្បាប់ដោយត្រឹមត្រូវបើយើងនិយាយទៅគឺវាល្អសម្រាប់ខ្លួនយើងបាទមួយទៀតតកតងទៅនឹងបានមុខងារនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់វាហ្នឹងគឺវាពេញលេញមានន័យថា option ទាំងអស់ដែលយើងប្រើប្រាស់គឺយើងអាចប្រើប្រាស់បានទាំងស្រុងបាទអញ្ចឹងបើសិនបើយើងអត់ក្រេកទេឬក៏យើងអត់ដាក់ license ទេមុខងារមួយចំនួនយើងចុចទៅគឺអត់បានទេវាដាក់ blur ឬក៏សម្ោលអញ្ចឹងយើងចង់កំណត់អីក៏អត់កើតអញ្ចឹងទៅលើមុខងារខ្លះបាទអាហ្នឹងផ្នែកដែលយើងមើលឃើញនៅអាផ្នែកដែលយើងមើលមិនឃើញជាច្រើនទៀតបាទគឺយើងប្រើប្រាស់អត់បានពេញលេញទេបាទមួយទៀតតកតងទៅនឹងជំនួយផ្នែកបច្ចេកទេសបាទនៅពេលដែលយើងទិញអាជ្ញាប័ណ្ណស្របច្បាប់ពីក្រុមហ៊ុន Microsoft មកប្រើគឺរាល់មុខងារទាំងអស់ហ្នឹងឬក៏ដំណើរការទាំងអស់ហ្នឹងវាងាយស្រួលធ្វើឲ្យម៉ាស៊ីនហ្នឹងដើរស្រួលបើយើងនិយាយស្រួលស្ដាប់ណាបាទម៉ាស៊ីនដើរស្រួលហើយយើងអត់ភ័យបារម្ភទៅលើភាព error ភាពមិនប្រក្រតីទៅលើកម្មវិធីឬក៏ទៅលើផ្នែកណាមួយនៃ software ដែលគេបាន install នៅក្នុងកុំព្យូទ័រយើងទេណារាល់ការដំឡើងរបស់វាគឺវា smooth វាប្រើប្រាស់បានល្អណាបាទមួយទៀតតកតងទៅនឹងលទ្ធភាពនៃការផ្ទេរអាជ្ញាប័ណ្ណអញ្ចឹងនៅក្នុង product key ឬក៏ license key ដែលយើងទិញហ្នឹងវាមានប្រភេទវាទៀតវាមានប្រភេទថ្លៃប្រភេទល្មមនិងប្រភេទសមរម្យអញ្ចឹងណាបាទអញ្ចឹងបើប្រភេទថ្លៃគឺយើងអាចយក product key ដែលយើងទិញហ្នឹងប្រើប្រាស់បានទៅលើច្រើនកុំព្យូទ័រឬក៏យើងអាចផ្ទេរពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតក្នុងករណីចាំបាច់ដែលយើងឈប់ប្រើកុំព្យូទ័រចាស់យើងយកអាជ្ញាប័ណ្ណហ្នឹងមកប្រើបន្តបាទអញ្ចឹងវាមានប្រភេទអាជ្ញាប័ណ្ណរៀងថ្លៃឬក៏មធ្យមតាមលទ្ធភាពដែលយើងអាចទិញបានបាទអញ្ចឹងបើយើងប្រើប្រាស់អាជ្ញាប័ណ្ណហ្នឹងគឺយើងអាចផ្ទេរបានណាបាទប្រើបានពេញមួយជីវិតកុំព្យូទ័រឬក៏នៅពេលដែល Windows មួយដែលបានដំឡើងរហូតដល់វាខូចហ្នឹងគឺយើងប្រើប្រាស់បានពេញលេញអត់មានចាំបាច់ទៅបញ្ចូលលេខកូដអីហ្នឹងច្រើនដងទេតែម្ដងគឺរួចរាល់បាទហើយតកតងទៅនឹងចំណុចមួយទៀតដែរនោះគឺតកតងទៅនឹងការអាប់ដេតជាប្រចាំហើយនឹងមានសុវត្ថិភាពអញ្ចឹងខ្ញុំឃើញបងប្អូនយើងមួយចំនួនបាទគាត់ព្យាយាមបិទ Windows Update បាទ
គាត់ថារំខានណាការអាប់ដេតហ្នឹងនៅពេលដែលអាប់ដេតម្ដងចំណាយពេលយូរធ្វើឲ្យកុំព្យូទ័រនឹងធ្វើអីមិនកើត restart មកនៅចាំកន្លះម៉ោង1ម៉ោងគាត់ត្រូវការងារចាំបាច់អញ្ចឹងគាត់ត្រូវបិទអានឹងចោលដើម្បីកុំឲ្យវារំខានបាទអញ្ចឹងខ្ញុំសូមបញ្ជាក់ដល់បងប្អូនទាំងអស់គ្នានិងលោកគ្រូអ្នកគ្រូផងដែរថាគេសួរថាហេតុអីបានយើងចាំបាច់អាប់ដេតកុំព្យូទ័រយើងបាទទូរស័ព្ទដូចគ្នាកម្មវិធីហេតុអីបានគេចាំបាច់អាប់ដេតពិសេសបងប្អូនអាចឃើញនៅលើកម្មវិធី Telegram នៅលើកុំព្យូទ័របាទយើងប្រើបានមួយអាទិត្យឬក៏ជួនកាល2ថ្ងៃ3ថ្ងៃគឺវាទាមទារអាប់ដេតម្ដងហើយបាទអញ្ចឹងវាមានរឿងនៅពីក្រោយនៃការអាប់ដេតហ្នឹងដែលក្រុមហ៊ុនតម្រូវឲ្យយើងអាប់ដេតមូលហេតុអីបាទនៅពេលគេបង្កើតកម្មវិធីណាមួយឡើងដើម្បីប្រើប្រាស់វាអាចនឹងមានបញ្ហាឬក៏កំហុសឆ្គងនៅក្នុងកម្មវិធីហ្នឹងបាទអញ្ចឹងនៅពេលដែលយើងប្រើប្រាស់យើងនឹងដឹងថាអូអានេះដូចជាអត់មានមុខងារនេះទេដូចនៅខ្វះចំណុចនោះបើយើងប្រើទៅដូចកៀងត្រង់នេះឬក៏មានបញ្ហាយើងចង់ថែមអីមួយនៅក្នុងកម្មវិធីហ្នឹងបាទអញ្ចឹងនៅពេលដែលគេបានចំណុចទាំងអស់ហ្នឹងហើយ feedback ទាំងអស់ហ្នឹងគេយកទៅកែគេថែមអញ្ចឹងនៅពេលដែលគេថែមអីមួយនោះគេតម្រូវឲ្យយើងអាប់ដេតដើម្បីឲ្យបានមុខងារនោះគ្រប់បាទអញ្ចឹងពេលដែលយើងអាប់ដេតទៅគឺយើងងាយស្រួលប្រើប្រាស់ជាងមុនសុវត្ថិភាពជាងមុនក៏ដូចគ្នាផងដែរតើតើទៅនឹងសុវត្ថិភាពបើយើងនិយាយឲ្យច្បាស់ទៅនៅពេលដែលកម្មវិធីណាមួយត្រូវបានសរសេរឡើងវានៅមានកំហុសឆ្គងបើយើងនិយាយកូដតើតើទៅនឹងកូដគឺវាមានបញ្ហាខ្វះចន្លោះអញ្ចឹងនៅពេលដែល hacker គាត់ចូលមកប្រើប្រាស់កម្មវិធីនេះគាត់សម្លឹងទៅគាត់ឃើញថាកម្មវិធីនេះអត់ទាន់គ្រប់គ្រាន់ទេអញ្ចឹងគេអាចលួច hack បានដោយវានៅខ្វះសុវត្ថិភាពផ្នែកនេះផ្នែកនោះអញ្ចឹងទៅអញ្ចឹងនៅពេលដែល developer ឬក៏អ្នកបង្កើតគាត់ដឹងថាអូគេចូលលួច Telegram យើងបានដោយសារតែវាខ្វះផ្នែកនេះផ្នែកនោះអញ្ចឹងគេខំធ្វើដាក់កូដឬក៏គេបង្កើតសុវត្ថិភាពផ្នែកហ្នឹងដើម្បីឲ្យរឹងមាំអញ្ចឹងនៅពេលដែលគេធ្វើរួចគឺគេតម្រូវយើងអាប់ដេតបាទទាំងកុំព្យូទ័រគឺដូចគ្នាណាបាទ Windows ក៏អញ្ចឹងដែរអញ្ចឹងនៅពេលដែលគេធ្វើឲ្យរឹងមាំឬក៏គេបង្កើនមុខងារណាមួយគឺគេតម្រូវយើងអាប់ដេតនៅពេលដែលយើងអាប់ដេតទៅសុវត្ថិភាពរបស់កុំព្យូទ័រយើងហើយសូមបញ្ជាក់ដែរថានៅពេលដែលអាប់ដេតមានសុវត្ថិភាពលុះត្រាណាតែលោកគ្រូអ្នកគ្រូឬក៏បងប្អូនទាំងអស់គ្នាប្រើប្រាស់ license របស់ Windows នឹងបានត្រឹមត្រូវមានន័យថាកុំព្យូទ័រយើងអត់បានក្រេកទេគឺយើងប្រើប្រាស់បានត្រឹមត្រូវទិញអាជ្ញាប័ណ្ណស្របច្បាប់អញ្ចឹងយើងអាចអាប់ដេតទៅដើម្បីឲ្យកុំព្យូទ័រយើងវាកាន់តែមានសុវត្ថិភាពជាងនឹងណាបាទតើតើទៅនឹងការប្រើប្រាស់ Windows Crack ឬក៏បើយើងប្រែថាការបំបែក Windows អញ្ចឹងណាបាទវាពិបាកស្ដាប់យើងថា Crack អញ្ចឹងទៅតើទៅនឹងការលួចអាជ្ញាប័ណ្ណមានន័យថាយើងបន្លំគេយើងអត់បានទិញ license ទេប៉ុន្តែយើង Crack ដើម្បីឲ្យកុំព្យូទ័រហ្នឹងយើងមើលទៅ full យើងអាចប្រើប្រាស់បានគ្រប់មុខងារប៉ុន្តែជាក់ស្ដែងនៅពីខាងក្រោយនោះគឺវាអត់ដូចនេះទេណាបាទនៅពេលដែលយើងប្រើប្រាស់ Windows Crack គឺទី1តើទៅនឹងវាខុសច្បាប់ពាក្យថាលួចគេប្រើបន្លំគេប្រើគឺខុសច្បាប់ហើយបើយើងនិយាយតើទៅនឹងសិលធម៌យើងមានសិលធម៌ទេបាទប៉ុន្តែមិនចង់ថាបងប្អូនទាំងអស់គ្នាមិនមានសិលធម៌យើងធ្វើរឿងខុសច្បាប់ទេអានេះវាតាមស្ថានភាពរបស់ប្រទេសនីមួយៗស្ថានភាពរបស់ជីវភាពស្ថានភាពនៃការប្រើប្រាស់បាទអ្នកខ្លះគាត់គិតថាកុំព្យូទ័រគាត់ដូចជាអត់មានបញ្ហាអីទេមិនចង់ប្រើអីធំដុំមិនមានអីសំខាន់ទេអញ្ចឹងយើងអាចក្រេកអីចឹងទៅបាទមើលទៅដូចជាមិនអីទេប្រើធម្មតាអញ្ចឹងទៅបាទប៉ុន្តែនេះខ្ញុំគ្រាន់តែចង់ប្រៀបធៀបថាវាខុសគ្នាត្រង់ណាណាបើយើងនិយាយទៅគឺវាខុសច្បាប់រឿងខុសច្បាប់ហើយដោយសារតែច្បាប់តាក់ទងទៅនឹងផ្នែកហ្នឹងវាអត់ទាន់រឹងមាំអត់ទាន់ខ្លាំងទៀតអញ្ចឹងក៏វាអត់បញ្ហាយើងប្រើប្រាស់អីធម្មតាអញ្ចឹងទៅបាទប៉ុន្តែជាក់ស្ដែងគឺបែបហ្នឹងណាមួយទៀតតាក់ទងទៅនឹងមុខងារដែលគេផ្ដល់ឲ្យនៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ Windows ហ្នឹងគឺវាអត់គ្រប់គ្រាន់អត់គ្រប់ទេបាទការកំណត់ហ្នឹងគឺអត់ឲ្យយើងអត់គ្រប់ទេវាមាន limit មានដែនកំណត់ទៅលើចំណុចខ្លះទៅលើផ្នែកខ្លះហ្នឹងវាឲ្យអត់គ្រប់អញ្ចឹងនៅពេលដែលយើងតម្លើងកម្មវិធីក៏យើងប្រើអីមួយទៅវាធ្វើឲ្យកុំព្យូទ័រយើងវាមានបញ្ហាវា error វា load សារមករំខានវាពេលខ្លះវាធ្វើឲ្យប្រព័ន្ធហ្នឹងដើរមិនស្រួលវាធ្វើឲ្យកុំព្យូទ័រយើងក្តៅវិលដង្ហើរខ្លាំងប៉ះពាល់ដល់ keyboard ប៉ះពាល់ដល់ screen អញ្ចឹងទៅបាទអានេះជាផ្នែកមួយដែលពាក់ព័ន្ធដោយសារអីវាដើរអត់ស្រួលព្រោះមុខងារខ្លះគឺវាអត់បានបំពេញឲ្យទេហើយនៅពេលដែលយើងអាប់ដេតអីមួយទៅគឺវាអត់បានត្រឹមត្រូវមានន័យថាវាអត់មានសុវត្ថិភាពតែម្ដងបើយើងនិយាយទៅណាបាទមួយទៀតតើទៅនឹងខ្វះជំនួយបច្ចេកទេសបាទខ្វះជំនួយបច្ចេកទេសមានន័យថាគ្រប់ផ្នែកទាំងអស់គឺអត់បានមុខងារត្រឹមត្រូវវាអត់រឹងមាំអញ្ចឹងនៅពេលដែលកុំព្យូទ័រយើងក្រេកគឺងាយនឹងគេបំបែក
code nằm bấy châu mó lui tên ở đây rồi có châu một group rơm computer dưới được miền cả này nhát để dương ở tận luôn đấy bản chẳng computer đại crack vì nghi cho long mê rốt chiến computer đại miền license cho bạn luôn và để xài tại vì nước hoặc cho lọt ra từ lượng một nghề đại cái bạn đã máu vì ra ở bạn o và hay dương update tới có viên mình từ tu bạn vật tập hiệp đối để dương ra license vì không công con máy của sáu đây bạn mới tiếp tục từ năng hành phê vật tập hiệp và vì được kiểm tra những việc biên vật tập hiệp thì dương ra tới kinh nghiệm đừng lưu dược từ ở đây cái ảnh chụp cron computer dương về để dương từ lên internet để kháng ra kinh nghiệm đừng đăng kinh nghiệm đừng châu ra computer dương bàn bạn anh đang để từng kể bạn hãy dương ở đăng thà viên nâng miền bành hải khác nó không computer dương smart ở đăng á dương ở đăng thà ta nó không kể để dương đã đập bày bài Windows nâng ấy full nâng mình đăng thà không nâng kia bắt cọc câu đấy là chẳng vì sai từ lơ cô bùm non để nè đại kia bạc cát kể được đại nè khác còn bạc cát đập bày còn là thà chạy lên xem ra vận tải sân ba kia bạc cọc ấy mũi nó không nâng kia dương ở đăng nghề ở đăng đã xây không nâng vòng đăng thì trong vô xây công bị công nông cùng tờ dương ngày na pe na cái trong ở cùng tờ dương ca ấy miền Bắc Hải cái dương ở đăng tỷ cái ai chụp cron cam thi để dương bùng bra tên ấy cái dương ở đăng thằng ngọ và chẳng anh ấy vi chụp Bắc Hà bảo vệ đó và thấy trong trong brief thì bởi bóng ôn mưa thằng ngọ cái này bạn những ca chơi ở nhà bán mà được người dương bra lại sân nắng làm bậy bra computer dưới cứ việc sọc cho bà vì miền sơ thố hay mình dán cứ vì miền số vật tập hiệp này đấy và hay chỉ mùi được một nghề tầng on nó cứ đo bạn bình lính hay cái miền ca computer chụp lời cá pi trong hôn Microsoft và trong này ai ca create được ca bộ bài Windows làm bậy bra ca bà lòm khi bà lòm ấy nè bạn việc không cho bà vậy tới việc không cho bà phải việc thôi thì nắngបញ្ហាផ្សេងៗដែលយើងអត់អាចទុកចិត្តបានទេបាទវាអាចធ្វើឲ្យយើងនឹងរងការគំរាមកំហែងផ្នែកសុខភាពផ្ទាល់ខ្លួនបាទទិន្នន័យរបស់យើងវាអាចគ្រប់គ្រងបានបាទវាខ្វះមុខងារហើយនឹងជំនួយផ្នែកសំខាន់ពី Microsoft យើងអត់ទទួលបានទេបាទខ្ញុំគ្រាន់តែចង់បញ្ជាក់ថានៅពេលដែលយើងក្រេករាល់កម្មវិធីទាំងអស់ដែលយើងប្រើប្រាស់នៅក្នុងហ្នឹងគឺគេអាចត្រេកគេអាចតាមដានយើងបានណាបាទអញ្ចឹងយើងមិនប្រកាសទេអញ្ចឹងវាអត់អាចមានសុវត្ថិភាពហើយគ្រាន់តែជាយោបល់ខ្ញុំទេបើសិនបើយើងមានលទ្ធភាពក៏យើងទិញ license ទៅព្រោះនៅស្រុកយើងក៏អត់ថ្លៃប្រហែលដែរវាសមរម្យទេបាទហើយបើចង់បានអាចតាក់ទងមកខ្ញុំបានបាទខ្ញុំក៏មានលក់ដែរបច្ចុប្បន្ននេះបាទអាចតាក់ទងតាម Facebook ខ្ញុំពីរុនចិនហ្នឹងហើយឬក៏ Telegram យើងចូលកន្លែង search ហើយយើងដាក់ឈ្មោះខ្ញុំ add ចិនពីរុនទៅលោកអ្នកនឹងឃើញឈ្មោះរបស់ខ្ញុំហើយអាចឆាតមកខ្ញុំបាទដើម្បីតាក់ទងសូមជំនួយឬក៏ប្រឹក្សាអីអាចសួរបានបាទតាក់ទងផ្នែកហ្នឹងហើយបើ license អីគឺខ្ញុំមានលក់ជូនក្នុងតម្លៃសមរម្យហើយក៏បញ្ជាក់ថាបើសិនបើយើងអត់មានលទ្ធភាពទេក៏យើងក្រេកប្រើទៅតែបើមានលទ្ធភាពដូចជាមិនថ្លៃទេមួយ key ដូចជា5រៀលចន្លោះ5ទៅ10រៀលអីហ្នឹងបាទបើយើងមានលទ្ធភាពប្រើ license ទៅហើយយើងប្រើទៅ computer យើងប្រើបានរហូតហើយវាសុវត្ថិភាពវាមិនសូវមានបញ្ហាហើយខ្ញុំក៏សូមបញ្ជាក់ដែរថាមិនមែនយើងប្រើប្រាស់អាជ្ញាប័ណ្ណទៅស្របច្បាប់ឬក៏ Windows license ហ្នឹងយើងមានសុវត្ថិភាពទាំងស្រុងទេគ្រាន់តែថាកម្រិតនៃសុវត្ថិភាពហ្នឹងវាមានខ្ពស់ជាងដែលយើងប្រើប្រាស់ Windows ក្រេងបាទអញ្ចឹងវីដេអូនេះខ្ញុំចែកលេខមានប៉ុណ្ណឹងចង់បង្ហាញឲ្យបងប្អូនទាំងអស់បាទគ្នាបានយល់ខ្លះហើយនឹងអាចធ្វើការប្រៀបធៀបបាទអញ្ចឹងដូចបញ្ជាក់អញ្ចឹងបើត្រូវការ license អាចទៅខ្ញុំតាមរយៈ Facebook ក៏បាន Telegram ក៏បានបាទអរគុណច្រើនសម្រាប់ការចំណាយពេលវេលាសម្រាប់ទស្សនាវីដេអូហ្នឹងបាទជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នាបាទសូមជម្រាបលា